សហរដ្ឋអាមេរិកដែលធ្លាប់តែជាប្រទេសដែលលក់សណ្តែកសៀងទៅកាន់ប្រទេសចិនច្រើនជាងគេនៅក្នុងពិភពលោកឥឡូវនេះចិនកំពុងតែរកវិធីសាស្ត្រផ្សេងដើម្បីទៅជំនួសកសិកររបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនបរិមាណសណ្តែកសៀងដែលសហរដ្ឋអាមេរិកបានលក់នៅក្នុងទីផ្សារប្រទេសចិនគឺមានច្រើនជាង27តោនដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 12.8 ពាន់លានដុល្លារសហរដ្ឋអាមេរិកសណ្តែកសៀងដែលមានទំហំប្រហែលជិត1សង់ទីម៉ែត្រវាត្រូវបានជនជាតិចិននិយមយកទៅកែច្នៃធ្វើជាតៅហ៊ូទឹកសណ្តែកនិងផលិតផលផ្សេងៗជាច្រើនទៀតប៉ុន្តែបើទោះជាយ៉ាងនេះក្តីហេតុផលទាំងអស់នេះវាមិនមែនមានន័យថាសណ្តែកសៀងវាគឺជាទំនិញដែលអាចរកចំណូលបានច្រើនជាងគេបំផុតរបស់ប្រជាជនអាមេរិកនោះទេសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនវាត្រូវបានអ្នកជំនាញខាងទីផ្សារជាច្រើនបានលើកឡើងថាជំរើសមួយក្នុងរយៈពេលដ៏វែងឆ្ងាយដែលជាការបោះបង់ចោលប្រទេសចិននៅពេលនេះប៉ុន្តែប្រហែលជាអាចចំណាយពេលប្រហែល1ទសវត្សរ៍ឬ2ទសវត្សរ៍ទៀតទើបសហរដ្ឋអាមេរិកទទួលបាននៅទីផ្សារថ្មីមួយដ៏ពេញលេញបើយោងទៅតាមការរៀបរាប់ពីក្រុមប្រឹក្សាភិបាលនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកពួកគេបាននិយាយថាឥឡូវនេះខ្លួនកំពុងតែព្យាយាមស្វែងរកទីផ្សារថ្មីផ្សេងទៀតដែលធំទូលាយជាងនេះតួយ៉ាងដូចជាប្រទេសឥណ្ឌាអេស៊ីបនិងប្រទេសមិចស៊ីកូជាដើមបច្ចុប្បន្នសណ្តែកសៀងនៅពេលនេះកំពុងតែពេញនិយមផ្សព្វផ្សាយលក់តាមអ៊ីនធឺណិតច្រើនជាងគេបំផុតនៅក្នុងប្រទេសសហរដ្ឋអាមេរិកអ្នកស្រាវជ្រាវកំពុងតែសិក្សាពីសណ្តែកសៀងដើម្បីយកទៅធ្វើជាឥន្ធនៈនិងការប្រើប្រាស់ដែលមិនមែនជាចំណីអាហារបញ្ហាចោទជាច្រើនវាត្រូវបានក្រុមអ្នកជំនាញបានមើលឃើញថាចាប់តាំងពីលោកត្រាំផ្ដើមធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិននៅពេលនេះអ្នកដែលទទួលផលពិតប្រាកដនោះគឺជាកសិករសណ្តែកសៀងរបស់ប្រទេសប្រេស៊ីល